រឿងពន្លឺលើទឹកបាយបូរានៅសម័យរាជព្រះបាទជ័យវរ្ម័នទី7សតវត្សទី12ប្រទេសកម្ពុជាគឺជាអាណាចក្រអង្គរដ៏រុងរឿងបំផុតព្រះរាជាណាចក្រអង្គរមានទីក្រុងធំសម្បើមមានប្រាសាទស្ទេចស្ដុបដូចជាប្រាសាទបាយអនប្រាសាទតាព្រំនិងប្រាសាទបាយបូរានៅក្នុងសម័យនោះមានក្មេងប្រុសម្នាក់ឈ្មោះសុវណ្ណរាជាកាយជាកូនកសិករនៅភូមិតាប៉ែកជិតនឹងទន្លេសៀមលៀបសុវណ្ណរាជាក្មេងមានចិត្តចង់សិក្សាមានចិត្តស្មោះត្រង់និងស្រឡាញ់ស្រុកកំណើតរាល់ព្រឹកគេជួយឪពុកកាប់ដីស្រែប៉ុន្តែពេលល្ងាចគេតែងតែទៅសាលាវត្តរៀនអក្សរខ្មែរជាមួយសង្ឃគ្រូព្រះសង្ឃឲ្យដឹងពីរឿងនៃព្រះបាទជ័យវរ្ម័នទី7ដែលកំពុងសង់ប្រាសាទធំដើម្បីថ្លែងអំណរគុណចំពោះជាតិនិងសាសនាក្មេងសុវណ្ណរាជាបានសន្យាថាមួយថ្ងៃគាត់នឹងទៅជួយសង់ប្រាសាទដែរដំណើរទៅអង្គរមួយឆ្នាំក្រោយមកព្រះរាជាណាចក្រត្រូវការកម្មករជាច្រើនដើម្បីសង់ប្រាសាទបាយបូរាអភិបាលខខេត្តបានមកជ្រើសយុវជនសុវណ្ណរាជាទោះមានអាយុតិចតែសូមចូលរួមជាកម្មករផងដែរម្ដាយគាត់មានទឹកភ្នែកហើយថាកូនអើយចូលទៅជួយសាងស្នាដៃសាស្ត្រឲ្យជាតិអង្គររីកចម្រើនតែសូមរក្សាចិនសុចរិតនិងស្នាក់នៅក្រោមពន្លឺនៃព្រះធម៌ដំណើរទៅអង្គរមិនងាយឡើយពួកគេត្រូវដើរឆ្លងព្រៃភ្នំស្ទើរតែស្លាប់ពីអាហារខ្វះតែសុវណ្ណរាជាមានកម្លាំងចិត្តមិនជួយមិត្តរួមដំណើរដែលអសមរមុខគាត់ខ្លាយជាមនុស្សដែលទទួលការគោរពសង់ប្រាសាទបាយបូរាពេលដល់ទីក្រុងអង្គរសុវណ្ណរាជាបង្ហាញភាពឧស្សាហ៍និងស្មោះត្រង់គាត់ត្រូវបានតែងតាំងជាជំនួយការគ្រឿងថ្មរាល់ថ្ងៃគាត់លើកថ្មធំតម្រង់ជញ្ជាំងប្រាសាទពេលយប់គាត់សរសេរផ្លាកថ្មជាអក្សរខ្មែរដើម្បីចងចាំឈ្មោះអ្នកសង់ទាំងឡាយនៅទីនោះគាត់ស្គាល់ក្មេងស្រីម្នាក់ឈ្មោះរតមាលាកូននារីសិប្បកម្មដែលជាងចម្លាក់រូបព្រះអវតារទាំងពីរចូលចិត្តស្នេហាគ្នាតែសុវណ្ណរាជាមិនមែនជាមនុស្សមានទ្រព្យសម្បត្តិរតមាលាបានថាស្នាដៃយើងសង់មិនមែនសម្រាប់យើងទេប៉ុន្តែសម្រាប់ជាតិប្រសិនបើជាតិរស់យូរឈ្មោះយើងក៏នឹងនៅសេសសល់ពាក្យនោះបានបណ្ដាលឲ្យសុវណ្ណរាជាមានកម្លាំងកាន់តែច្រើនសង្គ្រាមនិងការបាត់បង់ពេលប្រាសាទជិតសម្រេចមានព័ត៌មានថាសត្រូវចលវាយជ័យព្រំខាងជើងព្រះបាទជ័យវរ្ម័នទី7យកកងទ័ពទៅប្រយុទ្ធសុវណ្ណរាជាស្នើចូលជាសេនាទ័ពដើម្បីការពារនៅសមរភូមិកងទ័ពអង្គរប្រយុទ្ធយ៉ាងក្លាហានប៉ុន្តែសុវណ្ណរាជាបានរបួសធ្ងន់មុនស្លាប់គាត់ប្រគល់ខ្សែសរសៃក្រវ៉ាត់ឲ្យមិត្តភក្តិនិន្នានាថាសូមនាំវាត្រឡប់ទៅឲ្យរតមាលាប្រាប់នាងថាសេចក្តីស្រឡាញ់របស់យើងនៅក្នុងថ្មនៃប្រាសាទបន្ទាប់មកសុវណ្ណរាជាបានស្លាប់ក្នុងសមរភូមិព្រះបាទជ័យវរ្ម័នទី7ឈ្នះសង្គ្រាមប៉ុន្តែការបាត់បង់យុវជនជាច្រើនជាការសោកស្ដាយពន្លឺលើទឹកបាយបូរារតមាលាបានទទួលខ្សែក្រវ៉ាត់នោះហើយនាងនាំវាទៅដាក់នៅក្នុងថ្មបាយបូរានៅពេលព្រះអាទិត្យរះពន្លឺបាត់ទៅលើផ្ទៃទឹកបាយបូរាប្រែជាពណ៌មាសដោយពន្លឺសុវណ្ណរាជាព្រះសង្ឃនៅទីនោះបាននិយាយថាពន្លឺនោះគឺជាវិញ្ញាណនៃអ្នកដែលសង់ជាតិពីថ្ងៃនោះមកប្រជាជននៅជិតប្រាសាទជឿថាពេលពន្លឺព្រះអាទិត្យប៉ះលើទឹកបាយបូរាគឺជាអំណោយនៃវិញ្ញាណអ្នកសង់ប្រាសាទដែលបន្តការពារជាតិដល់សព្វថ្ងៃ